តោះមកមើលរបៀបក្នុងការប្រើប្រាស់ទៅលើ app ក្នុងការជួញដូរទៅលើហាងឆេមីប្រាក់ប្រេងអ្វីផ្សេងៗជាដើមជាពិសេសគឺវីដេអូនេះគឺសម្រាប់បងប្អូនដែលទើបចាប់ផ្ដើមនៅក្នុងវិស័យ trade ឬក៏ចង់ចាប់ផ្ដើមអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នានៅក្នុងការរបៀបប្រើប្រាស់ទៅលើ app Meta Traderfy ម្ដងដោយសារតែក្នុងការជួញដូរទៅលើហាងឆេមីប្រាក់ប្រេងអ្វីផ្សេងៗជាដើមគឺយើងត្រូវការប្រើប្រាស់ទៅលើ app Meta Traderfy សម្រាប់បងប្អូនទាំងគ្នាក្នុងការជួញដូរអញ្ចឹងគឺយើងមាន app ផ្សេងៗទៀតក្នុងការវិភាគទៅលើទីផ្សារប៉ុន្តែថ្ងៃនេះគឺខ្ញុំណែនាំបងប្អូនទាំងគ្នារបៀបក្នុងការប្រើប្រាស់ទៅលើ app Meta Traderfy សិនអូខេកុំឲ្យខកខានយូរឥឡូវយើងចូល app Meta Traderfy មកវានឹងលោតចេញច្រើនបែបនេះតែម្ដងអញ្ចឹងបងប្អូនទាំងគ្នាប្រកាសថាចង់ទិញលក់ទៅលើហាងឆេងមាសឥឡូវបងប្អូនទាំងគ្នាធ្វើមិនបងប្អូនទាំងគ្នាចុចកន្លែង enter symbol for search នេះមកហើយវាយ XAU USD អូខេវានឹងលោតចេញបែបនេះហើយបងប្អូនទាំងគ្នាគ្រីសមកគឺវិញចេញហើយយកកន្លែងលើនេះ go ហ្នឹងណាអូខេអញ្ចឹងឥឡូវកន្លែងនេះមួយខាងស្ដាំនេះគឺជាកន្លែងសំខាន់ដូចគ្នាឥឡូវប្រសិនបើខ្ញុំចង់ trade ចង់ទិញលក់ជួញដូរតែលើហាងឆេងមាសទេគឺខ្ញុំលុបចោលអស់មកគឺខ្ញុំគូសកន្លែងគ្រីសហ្នឹងមកខ្ញុំលុបចោលអស់មកខ្ញុំទុកតែ XAU USD ហ្នឹងបានហើយអូខេដែលវាតំណាងឲ្យមាសហ្នឹងឯងអូខេអញ្ចឹងអ្វីដែលសំខាន់មួយទៀតបងប្អូនទាំងគ្នាគ្រាន់តែចុចកន្លែងហ្នឹងមកគឺដល់ចំណុចបន្ទាប់សំខាន់បន្ទាប់ទៀតហើយអូខេអញ្ចឹងបងប្អូនទាំងគ្នានឹងឃើញកន្លែង trade កន្លែង chart ហើយនឹងអីផ្សេងៗទាំងអស់ហ្នឹងអញ្ចឹងខ្ញុំណែនាំបងប្អូនទាំងគ្នាមើលតែឥឡូវចូលកន្លែង chart ហ្នឹងសិនបានហើយគឺមើលទៅលើទីផ្សារផ្ទាល់តែម្ដងអូខេអញ្ចឹងចូលកន្លែង chart ហ្នឹងមកវានឹងលោតចេញបែបនេះអូខេអញ្ចឹងខ្ញុំដូចប្រាប់បងប្អូនទាំងគ្នាអញ្ចឹងអាកន្លែង M15 H1 អីហ្នឹងគឺវាតំណាងឲ្យនីតិនៃមួយទៀនឥឡូវយើងមកមើលទៅលើខាងនេះវានឹងលោតចេញទាំងអស់នេះឃើញលេខឃើញអីអត់ខាងឆ្វេងនេះគឺពេលដែលយើងលក់ភ្លាមគឺវាលោតតម្លៃហ្នឹងអញ្ចឹងដល់ពេលដែលយើងចង់ទិញក៏លោតតម្លៃហ្នឹងដែរសម្រាប់បងប្អូនដែលចង់ទិញលក់ភ្លាមហើយនៅក្នុងខាងស្ដាំកណ្ដាលនេះគេហៅថាជា lot size មានន័យថាប្រសិនបើបងប្អូនទាំងគ្នាចង់ចូលទិញមែនឥឡូវខ្ញុំឧទាហរណ៍ងាយចុះបើខ្ញុំបញ្យល់បែបក៏បងប្អូនទាំងគ្នាអត់យល់ដែរត្រូវអត់អញ្ចឹងខ្ញុំបញ្យល់ងាយឥឡូវឧទាហរណ៍ថាចូល 0.01 ឥឡូវបងប្អូនទាំងគ្នាគិតទិញលក់តែមាសឥឡូវបងប្អូនគិតមើល0.01យើងត្រូវមើលខាងស្ដាំនេះសិនដើម្បីឲ្យយល់ដឹងថាហ្នឹងគឺវាមិនឥឡូវមកមើលតម្លៃឥឡូវបងប្អូននេះសាក់ងាយគិតមើលឥឡូវឧទាហរណ៍ថាខ្ញុំទិញតម្លៃ 4432.12 ចឹងទៅអញ្ចឹងប្រសិនបើខ្ញុំទិញនៅក្នុងតម្លៃហ្នឹងវាឡើង 4432.33.12 មានន័យថានៅក្នុងមួយលេខដែលខ្ញុំចូល 0.01 នេះគឺខ្ញុំចំណេញបាន1រៀលយល់ទេបងប្អូននេះតែស្អែកនេះបងប្អូននេះឃើញ31ហើយ32 comment មួយលេខអញ្ចឹងវាស្មើឲ្យ$1ប្រសិនបើបងប្អូនទាំងនេះចូល 0.02 គឺវាស្មើឲ្យ$2ប្រសិនបើឡើងមួយលេខអូខេឥឡូវយើងមកមើលទៅលើអានេះម្ដងនេះផ្សេងទៀតខាងឆ្វេងហើយនិងខាងស្ដាំនេះឥឡូវខ្ញុំបិទអាហ្នឹងចោលខ្ញុំបិទអាទិញលក់ភ្លាមហ្នឹងចោលខ្ញុំមកមើលនៅក្នុងកន្លែងនេះម្ដងអូខេកន្លែងនេះគឺកន្លែងមកនេះឃើញនេះអាការហ្នឹងបងប្អូនឃើញចុចមកវានឹងលោតចេញ buy limit នេះ buy limit នេះគឺជាអ្វីទៅ buy limit នេះគឺជាប្រសិនមកឥឡូវឧទាហរណ៍ថាប្រសិនបើនៅក្នុងតម្លៃបច្ចុប្បន្ននេះតម្លៃបច្ចុប្បន្ន 4431 នេះវាចោះមកប៉ះកន្លែងដែលខ្ញុំ buy limit នេះខ្ញុំដាក់ buy limit នឹងចោលប្រសិនបើទីផ្សារមកដល់កន្លែងហ្នឹងគឺខ្ញុំទិញបងប្អូនទាំងនេះយល់អត់អាហ្នឹងគឺ buy limit គឺមានន័យថាអញ្ចឹងគឺមានន័យបែបហ្នឹងប្រសិនបើបងប្អូនទាំងនេះអស់ឡើងទៅលើវិញឃើញចេញ load អូតូដល់ sell limit ហ្នឹងគឺវាបែបហ្នឹងដូចគ្នាប្រសិនបើទីផ្សារនៅក្រោមតម្លៃហ្នឹងហើយវាឡើងទៅលើប៉ះដល់អ្វីដែលយើងបានកំណត់ទុកអាហ្នឹងគឺទីផ្សារហ្នឹងគឺដល់កន្លែងដែលយើងកំណត់ទុកហ្នឹងហើយគឺវាលក់ឲ្យយើងអូតូហើយអាហ្នឹងគឺវាបែបហ្នឹងអញ្ចឹងគឺ sell limit buy limit គឺបែបហ្នឹងគេមិនបងប្អូនទាំងនេះយល់អំពីតើតើនឹង buy limit ហើយនឹង sell limit ហើយត្រូវអត់អញ្ចឹងវានឹងមាន buy stop ហើយនឹង sell stop ម្ដងអញ្ចឹងប្រសិនបើបងប្អូនទាំងនេះយល់អំពី buy limit ហើយ sell limit ហើយបងប្អូនទាំងនេះប្រកាសជាយល់អំពី buy stop ហើយនឹង sell stop ហើយ buy stop វាខុសគ្នាបន្តិចសម្រាប់តែ buy limit ប្រកាសថានៅពេលដែលវានៅខាងក្រោមនេះឥឡូវខ្ញុំឲ្យមើលម្ដងទៀតនៅខាងក្រោមនេះប្រសិនបើនៅខាងតម្លៃឥឡូវទីផ្សារលើនេះអញ្ចឹងប្រសិនបើទីផ្សារចុះមកប៉ះអាហ្នឹងបើយើងទិញប៉ុន្តែវាខុសគ្នាកន្លែងហ្នឹងប្រសិនបើយើងចង់ទិញ buy stop ហ្នឹងមានន័យថាប្រសិនបើឥឡូវតម្លៃទីផ្សារនៅក្នុងកន្លែងហ្នឹងអញ្ចឹងយើងចង់ទិញនៅតម្លៃលើវិញយើងចង់ឃើញថាអូខេទីផ្សារវាបំបែកនៅក្នុងតម្លៃហ្នឹងអត់យើងវិភាគមើលថាអូខេតម្លៃទីផ្សារវាបំបែកហ្នឹងឡើងទៅលើទៀតហើយអញ្ចឹងយើងទុក buy stop ហ្នឹងសម្រាប់ធ្វើបែបហ្នឹងអញ្ចឹងប្រសិនបើទីផ្សារបំបែកឥឡូវហ្នឹងគឺវាទិញអូតូឲ្យយើងអាហ្នឹងគឺប្រើ buy stop ដែលយើងកំណត់ទុកដោយ buy limit អញ្ចឹងខុសគ្នាបន្តិចតួចមួយបើយើងចង់ buy នៅលើ buy stop ហ្នឹងបើសិនបើ buy limit គឺ buy នៅខាងក្រោមបងប្អូនយល់ទៅហើយ sell stop គឺវាស្តៀងតែគ្នាទេគឺគ្រាន់តែមួយលក់ហើយមួយទិញគឺវាបែបតែគ្នាទេបងប្អូនគ្នាហើយបងប្អូនគ្នាចង់ដាក់មិនបងប្អូនគ្នាអូអានេះមកអូហ្នឹងពុតមកគឺដាក់បានហើយចុះនៅខាងឆ្វេងហើយខាងស្ដាំនេះមួយទៀតគឺវាមាន SL ហើយ TP បងប្អូនគ្នាឆ្ងល់ SL នេះគេឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងមួយទៀតចុះឥឡូវខ្ញុំចូលពី buy limit ចុះឥឡូវខ្ញុំចង់ buy នេះយើងចុច SL មកឥឡូវឧទាហរណ៍ថាខ្ញុំចូល0.01ដែលមានន័យថាវាចុះមួយលេខស្មើ1រៀលអីចឹងទៅបើចុះ10លេខ$10ចឹងទៅ0.01អញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំអូវាឥឡូវខ្ញុំមើលខាងនេះមើលខាងឆ្វេងណៃបងប្អូននេះឃើញ$10អាហ្នឹងខាត SL នេះខាតឥឡូវខ្ញុំហ៊ានយកខាតមែនខ្ញុំយកខាត$10ចុះយើងអូសមក
អូខេហើយ TP មែន TP ហ្នឹងគេថាចំណេញយើងចង់យកចំណេញមែនឥឡូវយកចំណេញ$30ឬក៏អីចឹងចុះអញ្ចឹងយើងចុចចឹងមកបន្ទាប់មកគឺងាយអាហ្នឹងគឺ SL មានថា stop loss មានការខាតយើងខាតមែនវាអូតូឲ្យយើងហ្មងកុំឲ្យយើងដាច់កណីអញ្ចឹងណាបងប្អូនគ្នាការពារទៅលើហានិភ័យសម្រាប់ TP នេះគឺយើងយកផលចំណេញប្រសិនបើយើង level យើងមិនចាំបាច់មើលរហូតវាដល់ពេលដែលទីផ្សារវាភាគដល់កន្លែងហ្នឹងវាដល់កន្លែងហ្នឹងទីផ្សារដល់កន្លែងហ្នឹងហ្មងគឺវាយកផលចំណេញយើងតតែម្ដងអាហ្នឹងហើយគឺជា SL ហើយ TP តែប៉ុណ្្នឹងបងប្អូនគ្នាបងប្អូនគ្នាចេះប្រើតែប៉ុណ្្នឹងគឺបានហើយ